ភាពទេសភាពខៀវខ្ចីដ៏ស្រស់ស្អាតនាពេលសូរិយានេះនៅលើភ្នំបាខែងប្រាសាទភ្នំបាខែងកសាងឡើងដោយព្រះបាទយសោវរ្ម័នទី1ជាកំណត់កណ្ដាលនៃរាជធានីយសោធរយសោធរពុរៈមានកម្ពស់79 ម៉ែត្រទេសភាពខៀវខ្ចីប្រាសាទអង្គរវត្តទស្សនាពីលើកំពូលភ្នំបាខែងប្រាសាទអង្គរវត្តមានកំពូលសរុប12កំពែងជួរមុខច្រកទ្វារចូល5មានកំពូលប្រាង្គ3រោងទងព័ទ្ធជុំវិញកំពូលបាកានមានកំពូល5កំពូលធំជាងគេចំចំណុចកណ្ដាលឥសានអគ្នេយ៍និរដីពីយប់5រោងទងបន្ទាប់មានកំពូល4សរុបកំពូលប្រាង្គនៅអង្គរវត្តមានកំពូល12ច្រកចូលកំពែងខាងលិច5ខាងត្បូង1ខាងកើត1និងខាងជើង1សរុបច្រកចូលកំពែងមាន8កសាងឡើងដោយព្រះបាទសូរិយាវរ្ម័នទី2ដើម្បីឧទ្ទិសសក្ការៈបូជាដល់ព្រះវិស្ណុហើយក៏កន្លែងសម្រាប់តម្កល់អដ្ឋិធាតុរបស់ព្រះអង្គពេលព្រះអង្គចូលទីវង្គតសោយទីវង្គតព្រះអង្គមានមរណនាមថាបរមវិស្ណុលោកាប្រាសាទអង្គរវត្តមានកម្ពស់65 ម៉ែត្រThe Angkor Wat Temple built in rank construction of the King Suryavarman II, built for dedicated to Hinduism god Vishnu god, and for keep the bone when he died. Goodbye, good luck to you, good health, thank you.